ជំរាបសួរតើតើមួយថ្ងៃខែឆ្នាំកំណត់បងអូនចង់សួរតើតើមួយមុខរបររកស៊ីនិងជីវិតគូតាមពិតឆ្នាំខាលនិងម្សិលពេលដែលជួបគ្នាយើងនិយាយតែឆ្នាំណាយើងអត់និយាយធៀបតួខ្លួននឹងធៀបធៀបខាងលើទេខាលនិងម្សិលគឺនាំចំនួនចាដៃគូនាំចំនួនជួបគ្នាអាចនឹងឈ្មោះតតែងអន់ចិត្តគ្នាចាប៉ុន្តែយើងមើលទៅលើជីវិតគូគឺយើងមើលធៀបតួខ្លួនដោយសារកត្តាតួខ្លួនរបស់អូនស្រីក៏គាត់មួយសាញ់តួថ្ងៃរបស់គាត់ក៏មួយសាញ់ប៉ុន្តែយើងឆ្នាំខាលអញ្ចឹងហើយសម្រាប់បងប្អូនដែលគាត់ធ្លាប់តាមដានបាជើខាលជួបមួយសាញ់បង្កើតទៅជាផ្កាយចោលចាវាមានរឿងផ្សេងទៀតដែលយើងត្រូវពាក្យប៉ុន្តែដៃគូពីរនាក់ហ្នឹងគឺมันជាត្រូវគ្នាទេនៅមួយគ្នាមិនសូវត្រូវគ្នាទេច្រើនតែអាចនឹងលួចទឹកឆំចាអន់ចិត្តវាដូចថាក្នុងគ្នាពេលខ្លះក៏មិនសូវជាត្រូវគ្នាស្អប់គ្នាអញ្ចឹងណាចាអញ្ចឹងពេលវេលាដែលអូនត្រូវមើលនៅក្នុងឆ្នាំមមីចាមមីចូលមកអូននឹងមានចិត្តឧបចែងចាំបង្កើតអ្វីមួយជាខ្លួនឯងប្រឹងប្រែងដើម្បីខ្លួនឯងចាអញ្ចឹងយើងនិយាយពីចំណុចតំណែងស្នេហាយើងគឺជាមនុស្សដែលមានស្នេហ៍ណាយើងមានជាមនុស្សដែលមានស្នេហ៍ទៅដល់ណាមកណាគឺគេស្រឡាញ់ចូលចិត្តច្រើនចាជាមនុស្សដែលនិយាយរួមមានស្នេហ៍លងលោតចាមានគេស្រឡាញ់ច្រើនហើយពេលខ្លះក៏អាចធ្វើឲ្យអ្នកដែលគេស្រឡាញ់យើងខូចចិត្តដែរដោយសារយើងចាយរៀងពេកណាហើយចំណងចិត្តរបស់យើងក៏ខ្ពស់ដែរតែទៅនឹងចំណងស្នេហ៍ចាតែต้องជាមួយនឹងតំណងខាលជាមួយនឹងគ្រួសារចាអ្នកដែលខាលនៅក្នុងឆ្នាំខាលចាភាគច្រើនចាចូលចិត្តតាំងខ្លួនឯងជាអាណាព្យាបាលឬថាមានចិត្តគ្រប់គ្រងណាមករួមនឹងតារាងវិស័យរបស់អូនអាចថាជាមនុស្សជាអ្នកដឹកនាំបើសិនជាប្រភេទនៅក្នុងក្រុមហ៊ុនគេហៅថាប្រៀបប្រដូចជា CEO អញ្ចឹងតែអត្តចរិតរបស់យើងមកនៅក្នុងគ្រួសារយើងប្រៀបបានដូចជាស្ដេចអញ្ចឹងដោយខ្សែតារាងដោយសារថ្ងៃខែឆ្នាំកំណត់របស់យើងវាហិតផលមកបែបហ្នឹងណាចាខ្ញុំបកទៅតាមមកកាត់របស់យើងដោយសារយើងបង្គុំជាមួយនឹងឆ្នាំរបស់យើងមកកាត់ចេញពីអីចាហើយភាពខ្លាំងរបស់យើងចំណុចដែលមានគំនិតច្នៃប្រឌិតយើងពុះពីយើងក្លាហានយើងជាមនុស្សដែរចាចូលចិត្តផ្សងព្រេងឧស្សាហ៍ដែរណាប៉ុន្តែបើសិនជាចង់ឲ្យការងាររបស់អូនចាជោគជ័យអូនគួរណាស់តែស្វែងរកអ្នកដែលមានយោបល់ចាបើសិនជាយើងចង់ជោគជ័យក្នុងរឿងរកស៊ីអូនណាស់តែរៀនថែមឲ្យគេជួយប្រឹក្សាយោបល់ចាតើតើនឹងជំនាញឬក៏មុខរបររបស់យើងព្រោះយើងត្រូវការទីប្រឹក្សាទូខ្លួនរបស់យើងដើម្បីឈានទៅរកភាពជោគជ័យរបស់យើងចាបើសិនជាយើងចង់ខ្លាយទៅជាអ្នកមានលុយគួរណាស់តែស្វែងរកអ្នកដែលគាត់មានចំណេះដឹងផ្នែកហិរញ្ញវត្ថុមកជួយប្រាប់យើងក្នុងការវិនិយោគផ្សេងចាកុំធ្វើអីទៅតាមចិត្តនឹកឃើញហើយបើសិនជាយើងដើរតែឯងងាយនឹងមានបញ្ហារងសម្ពាធឬក៏បាត់បង់ចាបាត់បង់នៅឆន្ទៈរបស់យើងចាយើងជំនុំដែរអាចថាបានថាយើងមានសំណាងដែរណាចិត្តសប្បុរសហើយជំនុំដែរស្មោះភក្តីប៉ុន្តែដែលកត្តាដូចខ្ញុំនិយាយអញ្ចឹងឆ្នាំនឹងឆ្នាំរបស់យើងចាអាចនឹងមានភាពរង្គោះរង្គើបានសម្រេចនៅក្នុងឆ្នាំនឹងតែម្ដងចាព្រោះខាងស្រីគេដូចជាមិនចង់ក្បែរបន្តទៀតចាដោយសារកត្តាយើងជាប់ឆុងណាហើយឆុងបើសិនជាឆុងដំណើរវេចោទៀតរត់តែពិបាកនិយាយទៅតកតងជាមួយនឹងវិស័យរបស់យើងពេលខ្លះយើងក៏ជាមនុស្សដែលចូលចិត្តលេងសើចដែរយើងបែបរស់នៅបែបសบายប្រកបដោយមានថាមពលហើយចំណុចខ្សោយរបស់យើងចេះយើងរឹងរូសហើយពេលខ្លះក៏សកម្មភាពរបស់យើងគួរឲ្យខ្លាចដែរឬឆេះឆាវចាំទៅហើយការងារមួយចំនួនយើងមិនសូវជាមានចិត្តអំណត់ប្រហែលទេជាពិសេសធ្វើអីបែបឆ្កយចាអញ្ចឹងអ្វីដែលយើងត្រូវកែពេលខ្លះភាពត្រជាក់រឹងរូសរបស់យើងហើយនឹងភាពបែបធ្វើសកម្មភាពអីទៅតាមកំហឹងនៃអារម្មណ៍របស់យើងគួរកែចេញដោយសារចំណុចហ្នឹងគឺជារឿងមួយដែលមិនល្អទេសម្រាប់យើងចាអញ្ចឹងយើងអាចមើលបានយើងបានបង្គុំ
ជាមួយនឹងឆ្នាំមួយចំនួនដែលអាចធ្វើឲ្យយើងមានបញ្ហាស្មារតីចាទៅជាមួយនឹងខាងរិស័យបងអូនបើសិនជាអូនចង់ផ្ដោតទៅលើមុខរបរការងាររកស៊ីពេលវេលាណាដែលឆុងឆ្នាំរបស់យើងគួរតែប្រយ័ត្នចាគួរតែប្រយ័ត្នឲ្យបានខ្ពស់ឬក៏បើសិនជាយើងចង់ធ្វើអីមួយដែលមានទំហំតកាក់ធំដុំអីគួរណាស់តែសិក្សាប្រឹក្សាយោបល់ជាមួយនឹងអ្នកដែលគាត់មានចំណេះជំនាញព្រោះទូខ្លួនរបស់យើងគឺត្រូវការអ្នកដែលគាត់ជួយបង្ហាញចង្អុលផ្លូវបើគេចេះមានជំនាញកាន់តែខ្លាំងអូននឹងមានឱកាសរីកចម្រើនខ្លាំងព្រោះរិស័យរបស់យើងអត់ទេគ្រាន់តែថាពេលវេលាមួយដែលចូលមកពេលខ្លះវាអាចជាប់ឆុងចាធ្វើឲ្យយើងរាំងស្ទះអញ្ចឹងតកតងជាមួយនឹងឆុងតែការងារចាអ្វីដែលគួរត្រូវប្រយ័ត្នបំផុតទាំងការវិនិយោគការប្រើប្រាស់លុយឬក៏មុខរបររកស៊ីបើសិនជាយើងរកស៊ីយើងត្រូវប្រយ័ត្នឲ្យបានខ្លាំងពេលវេលាវកចូលមកដល់ចាវកនេះយើងឆុងតួម៉ោងរបស់យើងផងយើងឆុងឆ្នាំរបស់យើងផងអញ្ចឹងពេលវេលាហ្នឹងមិនចង់ប្រើប្រាស់លុយសម្រាប់វិនិយោគឬក៏បង្កើតមុខរបររកស៊ីឬក៏ធ្វើអីមួយដែលប្រើប្រាស់លុយច្រើនគួរប្រុងប្រយ័ត្នបើអាចក្នុងកំឡុងពេលហ្នឹងគឺកុំណាចាអញ្ចឹងនៅក្នុងខែ work ក៏ដូចគ្នាដែរចានៅខែ8ជាពេលដែលយើងត្រូវប្រយ័ត្នខែ8ហើយពេលដែលយើងចាយលុយច្រើនបំផុតគឺចុងខែ12ជារៀងរាល់ឆ្នាំនៅចុងខែណាចុងឆ្នាំខែ12ហ្នឹងគឺភាគច្រើនយើងចំណូលយើងចំណាយច្រើនចារនឹកចំណាយចាយវាច្រើនវាអាចថាពេលវេលាដែលយើងបងខាត់ប្រាក់ឬក៏យើងអាចនឹងមានតម្រូវការលុយកាក់ច្រើនហួសច្រើនហួសនៅក្នុងខែ12អញ្ចឹងទោះបីឆ្នាំហ្នឹងចូលមកក៏យើងត្រូវតែប្រយ័ត្នដែរចាអញ្ចឹងបងប្អូនដែលគាត់មានខាចាពេលចូលមកចាត្រូវរៀនទុកអារម្មណ៍ទៅនឹងការចាយវិញចាមួយទៀតដែលពេលដែលអូនជាប់ឆុងខ្ញុំបានមើលជូនចាយើងជាប្រភេទកាយធ្វើដំណើរឲ្យតែពេលវេលាដែលwork ម្សាញ់ឬក៏កលចូលមកគឺត្រូវតែប្រយ័ត្នឲ្យបានខ្លាំងព្រោះវាប៉ះតិចប៉ះច្រើនទៅលើកតារិស័យរបស់យើងតែរិស័យរបស់អូនដែលប៉ះពាល់ខ្លាំងគឺនៅក្នុងខែ work មានន័យថាខែ8ជាខែឆុងរបស់យើងតែយើងអត់មើលធៀបខាងលើទេចាវាទៅតាមខែនៃឆ្នាំមួយធៀបខាងលើអញ្ចឹងបើសិនជាយើងមានខាហើយមួយទៀតបើក្នុងកំឡុងពេលហ្នឹងមានអ្នកគាត់ចង់ខ្ចីលុយខ្ចីអីក៏អាចនឹងងាយឲ្យគេខ្ចីហើយគេផ្ដល់នៅរឿងអវិជ្ជមានមកឲ្យយើងវិញចាមានន័យថាធ្វើគុណបានទោសជាពេលវេលាដែលឆុងធ្វើគុណបានទោសចាអញ្ចឹងតើតើជាមួយនឹងផ្នែកផ្លូវចិត្តរបស់យើងពេលវេលាដែលយើងអាចមានការបាក់ទឹកចិត្តឬក៏ឯកោឬក៏បែបយ៉ាងសេតត្រូវតែប្រយ័ត្ននៅកំឡុងពេលខែចនិងខែឆ្លូវឬក៏ឆ្នាំចនិងឆ្នាំឆ្លូវចានៅកំឡុងពេលខែ10និងខែ1ចាខែ10ខែ1ជាខែដែលយើងរៀនសេតបន្តិចឬក៏អាចមានបញ្ហាគិតច្រើនរវើរវាយច្រើនចាឆាប់បាក់ទឹកចិត្តចាឯកោអានឹងជាពេលវេលាដែលយើងអញ្ចឹងបងប្អូនខ្លះគាត់អត់ដឹងថាហេតុអីបានកំឡុងពេលហ្នឹងចូលមកព្រោះដោយសារមានកូនសិស្សក៏សួរmìnhគាត់ថាខ្ញុំអត់ដឹងថាបើខ្ញុំបាន2ខែហ្នឹងខ្ញុំបបាក់ចិត្តខ្ញុំបាក់ទឹកចិត្តម៉េចចាដោយសារអីបង្គុំកាយដែលធ្វើឲ្យយើងឯកោយើងបាក់ទឹកចិត្តចាប៉ុន្តែវាមិនបាច់ថាយើងចាំបាច់ទៅតាមដានខ្លួនឯងពេកទេពេលណាដែលយើងប្រើប្រាស់ធម៌ពលខ្លួនយើងពេញមួយថ្ងៃឲ្យអស់លទ្ធភាពយើងអត់មានពេលឯកោទេទោះបីជាខែដែលយើងមានកាយដែលយើងឯកោតាមបាក់ទឹកចិត្តចូលមកក៏ដោយឲ្យតែយើងចេះកំណត់គោលដៅកំណត់ការងារក៏ដូចកំណត់ពេលវេលាសម្រាប់ធ្វើការពីមួយថ្ងៃទៅមួយថ្ងៃបើមិនជាយើងធ្វើការអត់មានពេលវេលាអត់ដឹងពេលវេលាអត់ដឹងថាយើងកំណត់ពេលមិនអញ្ចឹងពេលវេលាដែលយើងខូចចិត្តឬក៏គិតអវិជ្ជមាននឹងចូលមកដូចគ្នាធ្វើឲ្យយើងងាយនឹងទទួលឥទ្ធិពលនៃផ្កាយបែបនោះចាអញ្ចឹងគួរតែប្រុងប្រយ័ត្នឲ្យបានខ្ពស់ចាជាសម្រាប់អ្នកដែលគាត់ធ្លាប់ធ្វើការគាត់ដឹងហើយគាត់តែងតែអ្នកដែលគាត់ធ្លាប់ធ្វើការគាត់តែងតែមានការពេលវេលាសម្រាប់ការងាររបស់គាត់ពីព្រឹករហូតដល់ល្ងាចគាត់នឹងនៅទុកហើយ
តែគាត់ធ្វើអីខ្លះសកម្មភាពប្រចាំថ្ងៃរបស់គាត់អញ្ចឹងពេលដែលគាត់បំពេញការងាររបស់គាត់នៅក្នុងកំឡុងពេលហ្នឹងអស់គាត់នឹង take ជាប្រចាំថ្ងៃតែក្នុងថ្ងៃហ្នឹងគាត់ complete លើអីខ្លះអាហ្នឹងគឺរបៀបធ្វើការសម្រាប់អ្នកដែលគាត់មានផែនការកំណត់ពេលវេលាច្បាស់លាស់ចាតែដោយតារារិស័យរបស់អូនបើសិនអូនចង់រីកចម្រើនខ្លាំងដូចខ្ញុំជជែកអញ្ចឹងគួររកដៃគូឬក៏ទីប្រឹក្សាដែលល្អចាយើងអាចអង្កេតបានព្រោះអត្តចរិតរបស់យើងប្រកែកដែរយើងអាចប្រកែកអង្កេតមនុស្សដែរតែអ្នកហ្នឹងយើងគួរនៅក្បែរអត់ព្រោះយើងមានចរិតជាអ្នកដឹកនាំរួចហើយតែខ្ញុំអត់ដឹងថាយើងដឹងខ្លួនយើងឬក៏អត់ទេព្រោះអត្តចរិតរបស់យើងចាយើងអាចមានភាពជាអ្នកដឹកនាំនៅក្នុងតារាវិស័យរបស់យើងហើយបើសិនជាយើងចង់បានទទួលនៅជីវិតនិងភាពរុងរឿងគួរតែរកមើល model ជីវិតរបស់យើងតែយើងគួររើស model ជីវិតបែបណាចាដើម្បីយកមករៀបចំដំណើរជីវិតគួរដើរទៅផ្លូវណាតែបើសិនជាយើងមានតារាវិស័យដែលអំណោយផលហើយយើងអត់បានរៀបឬក៏រើស model ជីវិតចាអាហ្នឹងបើសិនជាភាសាក្មេងៗគេនិយាយគឺ idol ចា idol របស់គាត់បើយើងអត់ដឹងថា idol របស់យើងជាអ្នកណាអញ្ចឹងគួរតែស្វែងរកមើលតើ idol របស់យើងជាអ្នកណាជាអ្នកមាននៅក្នុងប្រចាំភូមិមុខមួយរូបណាឬក៏ជាឪពុកមាឬក៏ម្ដាយមីងមួយណាដែលគាត់មានផែនការជីវិតរបស់គាត់ច្បាស់លាស់ហើយគាត់កំណត់ជោគជ័យទាំងរឿងស្នេហាទាំងរឿងគ្រួសារទាំងរឿងមុខរបររកស៊ីយើងអាចកំណត់រក model បែបហ្នឹងចាឬក៏ idol បែបហ្នឹងហើយយើងចូលទៅសំណងគាត់លួចតិចនិចនៃការរស់នៅរបស់គាត់បន្តិចដើម្បីយកមកអភិវឌ្ឍខ្លួនឯងអាហ្នឹងមិនបាច់ថាតើគាត់មកឆ្អល់បង្ហាញយើងទេចាគ្រាន់តែលួចតម្រេះគាត់បន្តិចដើម្បីយកមកអភិវឌ្ឍចំណេះជំនាញរបស់យើងបន្ថែមទៀតតែរិស័យរបស់យើងបើយើងចេះរៀបយើងនឹងក្លាយទៅជាមនុស្សដែលមានភាពល្បីល្បាញនៅក្នុងភូមិម្នាក់ដែរចាឬនៅក្នុងតំបន់មួយដែរចាដោយសារពេលខ្លះយើងអត់ដឹងខ្លួនឯងជាអ្នកណាយើងអត់កំណត់គោលដៅយើងចំណាយពេលវេលាយូរចាអត់ដឹងថាខ្លួនជាអ្នកណាចាអញ្ចឹងគួរតែស្វែងរកមើលតើខ្លួនយើងជាអ្នកណាចាតារាវិស័យបែបនេះគឺល្អចាល្អមែនតើគួរណាស់តែរៀបចំផែនការជីវិតឲ្យបានល្អចាមួយទៀតយើងជាមនុស្សដែលមានគុណធម៌ចាស្រឡាញ់គឺស្រឡាញ់ចូលចិត្តគឺចូលចិត្តពេលខ្លះចិត្តល្អឲ្យគេអស់ពីខ្លួនទៀតចាអញ្ចឹងអ្នកដែលគាត់មានកាយគុណធម៌ក្នុងថ្ងៃនេះដែលខ្ញុំមើលឃើញចាមានពីរអ្នកដែរចាជាមនុស្សដែលចិត្តល្អរហូតដល់ពេលខ្លះគេគិតខ្លួនឯងអញ្ចឹងអ្វីដែលយើងត្រូវគិតចាកុំឲ្យយើងខកចិត្តគឺគួរណាស់តែរៀបចំខ្លួនឯងឲ្យមានដំណើរជីវិតមួយល្អចាកាលណាយើងជួយខ្លួនឯងរួចហើយយើងចង់លុបដៃទៅជួយអ្នកផ្សេងទៀតក៏បានដែរចាហើយតកតងមួយនឹងនៅខែរបស់យើងនេះគឺយើងមានអ្នកជួយជ្រោមជ្រែងច្រើនបើសិនជាយើងចង់បានជំនួយនឹងមានអ្នកចាំជួយចាចាពេលវេលាកលនេះមកដល់ខ្ញុំបាននេះហើយជាមិត្តសម្ងាត់ចាកលជាមិត្តសម្ងាត់ជួយកាត់ឆុងឲ្យខាណាចាហើយពេលវេលាជួបមកដល់យើងត្រូវតែប្រយ័ត្នរឿងលុយកាក់ចាការចាយវាឬក៏តម្រូវការធំចាឆ្នាំឆ្លូវនេះចូលមកក៏តកតងជាមួយនឹងការងាររបស់យើងគឺល្អរលូនតែយើងត្រូវប្រយ័ត្នតកតងជាមួយនឹងស្មារតីរបស់យើងអាចនឹងពេលវេលាខ្លះយើងឆាប់បាត់ទឹកចិត្តចាមិនថាឆ្នាំឆ្លូវឬក៏ខែឆ្លូវទេមានន័យថាខែ1ខែ10ដល់ខែ1ជាពេលវេលាដែលយើងអាចថាងាយទទួលរងនៅសម្ពាធផ្លូវចិត្តចាអញ្ចឹងយើងត្រូវប្រយ័ត្នណាខែ10ដល់ខែ1ហើយខែ8នេះជាខែឆុងចាខែវកឆុងជាមួយនឹងខាអញ្ចឹងនៅក្នុងឆ្នាំ2026អត់មានបញ្ហាអីទេសំខាន់សម្ពាធហើយនឹងមានបញ្ហានៅក្នុងឆ្នាំ2025រៀនដោះស្រាយសំចាំមានអីទទួលយកនោះបើសិនជាយើងកុំបង្ខំយើងអាចពេលខ្លះក្តីស្រឡាញ់យើងស្រឡាញ់ពេកយើងភ្លេចមើលចាតែគេស្រឡាញ់យើងអត់ចាឬក៏ពេលវេលាមួយដែលយើងត្រូវផ្លាស់ប្ដូរចាយើងបង្ខំពេកក៏មិនកើតអញ្ចឹងយើងអាចដកឃ្លាមួយរយៈទៅហើយយើងមើលតើការពេលដែលយើងចាប់ដៃគូគ្នារយៈពេល2ឆ្នាំហ្នឹងយើងទទួលបានអីខ្លះឬក៏យើងមានសម្ពាធអីខ្លះយើងមានភាពរីកចម្រើនអីខ្លះចាយើងអាចអង្កេតបាន2ឆ្នាំចាព្រោះបង្គំខាងមួយម៉ាសាំងខ្ញុំជំរាបជូនអញ្ចឹងប
មករួមនឹងធីបនោះខ្លួនទៀតវាអត់មានអីជួយយកជ្រោមជ្រែងគ្នាអញ្ចឹងយើងអាចគិតគូរបានទៅតាមផ្នែកកំណត់របស់យើងទៅតាមហ្នឹងអូខេខ្ញុំមានយោបល់ប៉ុណ្ណឹងហើយខ្ញុំសូមបកស្រាយប៉ុណ្ណឹងអូនឆ្ងល់ចាំសួរខ្ញុំបន្ថែមទៀតនៅក្នុងឆាតចាអរគុណ